យពិនិត្យការឆ្លងដែនយ៉ាងតឹងរ៉ឹងនៅច្រកទ្វារអន្តរជាតិអូស្មាតក្រោយការប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងថៃស្រាបៀគ្រុតរូបរាងថ្មីរឹតតែទាន់សម័យរឹតតែចង់គោះនៅតែលុយពិសាដោយការទទួលខុសត្រូវតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Daily News ឲ្យដឹងថាកងទ័ពថៃមកពីកងកម្លាំងសូរនីបានត្រួតពិនិត្យការឆ្លងដែនយ៉ាងតឹងរ៉ឹងនៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាតខេត្តឧត្តរមានជ័យហើយច្រកឆោងចោមជាប់ខេត្តសុរិន្ទប្រទេសថៃក្រោយពីមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជានិងថៃកាលពីព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2025នៅភូមិដេជោមរកតឃុំមរកតស្រុកជុំខ្សានខេត្តព្រះវិហារជាប់ខេត្តឧបលរាជធានីពលរដ្ឋថៃរស់នៅក្បែរព្រំដែនបារម្ភពីស្ថានភាពព្រំដែនប៉ុន្តែជឿថាគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញខណៈអាជ្ញាធរមូលដ្ឋានត្រៀមរថយន្តជម្លៀសពលរដ្ឋក្រោយពីមានការប៉ះទង្គិចដោយអាវុធរវាងកងទ័ពកម្ពុជានិងថៃកាលពីព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2025ស្ថិតនៅភូមិដេជោមរកតឃុំមរកតស្រុកជាំខ្សានខេត្តព្រះវិហារនារសៀលថ្ងៃទី29ខែឧសភាវេលាម៉ោង 3:30 នាទីរសៀលនាយឧត្តមសេនីយ៍ម៉ៅសុផាន់អគ្គមេបញ្ជាការរងមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរៈភូមិន្ទនិងនាយឧត្តមសេនីយ៍ផាណាឃ្លាវផ្លាទូកមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃបានជួបចរចានៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជាថៃនៅច្រកព្រំដែនអូស្មាតឆោងចោមដើម្បីដោះស្រាយបញ្ហានិងទទួលយកនៅ4ចំណុចចំណែកបរិយាកាសនៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាតឆោងចោមមានសភាពស្ងប់ស្ងាត់កងទ័ពថៃមកពីកងកម្លាំងសូរនីបានត្រួតពិនិត្យការឆ្លងដែនយ៉ាងតឹងរ៉ឹងហើយពុំអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលមកថតរូបទេនិងឲ្យអ្នកសារព័ត៌មានទៅកាន់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈពលរដ្ឋនៅព្រំដែនខេត្តសុរិន្ទតឡែកពលរដ្ឋថៃរស់នៅឆ្ងាយពីព្រំដែនកម្ពុជាថៃប្រមាណ3គីឡូម៉ែត្រព្រួយបារម្ភពីការត្រួតពិនិត្យការឆ្លងដែនយ៉ាងតឹងរ៉ឹងពីសំណាក់កងទ័ពថៃនិងបារម្ភពីស្ថានភាពព្រំដែនប៉ុន្តែជឿជាក់ថាស្ថានភាពនឹងល្អប្រសើរឡើងវិញអ្នកស្រីយិនថងប៉ិនអាយុ56ឆ្នាំរស់នៅឃុំដានស្រុកកាបឈឿងខេត្តសុរិន្ទនិយាយថាអ្នកស្រីភ័យខ្លាចបើមានការប៉ះទង្គិចគ្នានៅព្រំដែនអាជ្ញាធរមូលដ្ឋានបានដើរប្រាប់ពលរដ្ឋគ្រប់ផ្ទះឲ្យត្រៀមខ្លួនករណីមានការប៉ះទង្គិចកើតឡើងដែលអាជ្ញាធរបានត្រៀមរថយន្តទុកជម្លៀសអ្នកភូមិទៅកន្លែងមានសុវត្ថិភាពហើយអាជ្ញាធរឲ្យអ្នកភូមិទាំងអស់ប្រមូលទ្រព្យសម្បត្តិមាសប្រាក់សម្ភារៈប្រើប្រាស់ចាំបាច់និងរបស់មានតម្លៃដាក់តាមខ្លួនដោយគ្នានេះអ្នកស្រីប៊ូរិនថងម៉ាអាយុ38ឆ្នាំរស់នៅឃុំដានស្រុកកាបឈឹងខេត្តសុរិន្ទនិយាយថាអ្នកស្រីព្រួយបារម្ភពីបញ្ហានេះប៉ុន្តែអ្នកស្រីជឿជាក់ថាអ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ